សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ 3D Scan Studio បាទលោកមុនខ្ញុំបានបង្ហាញពីការចាក់ពន្លឺបាទហើយថ្ងៃនេះខ្ញុំបង្ហាញពីការរបៀបនៃការចាក់ material បាទខ្ញុំចាក់របៀបម៉េចបាទអូខេឥឡូវយើងចាប់ផ្ដើមចាក់ material ឥឡូវអូខេណាខ្ញុំចាក់ដំបូងខ្ញុំចាក់អញ្ចាំងមិនសិននេះអញ្ចាំងបាទអញ្ចាំងវាបាទចាក់អញ្ចាំងអូខេរបៀបចាក់អញ្ចាំងចាក់មិនណាអូខេបងប្អូននេះចាក់អញ្ចាំងអូខេអានេះអញ្ចាំងហើយសាច់វាខ្ញុំមានហើយបងប្អូនណាយើងចូលបាំហ្មងបាទអូខេយើងចូលបាំណាបងប្អូនហើយយើងយកពាក្យ Sanctular ណា Sanctular នេះបងប្អូននេះណា Cell Q ណា Cell មកបងប្អូនណាស្មើទៅផងអង់គ្លេសអត់ចេះទេបាទនេះហើយបន្តមកបងប្អូនយកប្រភេទខាយនេះយើងដតអូខេណាហើយសាយនេះយើងយក 0.001 ណា 0.001 បាទហើយអូខេអានេះត្រូវហើយបងប្អូននេះ4 1.5 ហើយអានេះយើងបើកមកបងប្អូននេះបើកវាហើយយកកម្រិតវា2ណា2មានន័យថាអញ្ចឹងយើងសាច់វាមកល្អណាមានន័យអញ្ចឹងបងប្អូនអូខេឥឡូវខ្ញុំបានចាក់អញ្ចឹងហើយណាតោះមកយើងចាក់ពីដាននេះពីដាននេះចាប់ពីដានទៅអូខេយើងច្រឡងពណ៌វាមកចាប់ពីដានណាអូខេបងប្អូនចាប់ពីដានក៏មកយើងចូលកន្លែង setting នេះអូខេបងប្អូនណាហើយយើងយកពណ៌សមកកន្លែង diffuse នេះបងប្អូនបន្តមកកន្លែង reflection បាទកន្លែង reflection បាទបងប្អូនចូលតាមខ្ញុំណាយើងយក3នេះ 3 planar នេះបាទនេះអូខេណាបន្តមក text ណាកន្លែង teacher x ហ្នឹងយកពាក្យវានេះ pigment អូខេបងប្អូនយកពីដានណាពីដាននេះពីដាននេះអាលេខ39នេះណាលេខ39នេះពីដានណាអូខេបងប្អូនបាទតោះមកយើងមកក្រោយណាមកក្រោយមកបងប្អូនបាទបងប្អូននេះហើយសាយវាយើងយក30បាទ30អូខេ30អានេះយើងយកមួយត្រូវនេះណា130 ប្លែននេះយក 0.1 បន្ទាប់មកយើងផាសវាណានេះយើងផាសវា copy ផាសចូល replacement glossiness បាទអូខេនេះដូចមានការចាក់ពីដានបាទយើងត្រូវមាន file មួយដើម្បីនឹងចាក់ទៅលើដល់វីដេអូពីដានណាបាទតោះមកនេះកន្លែងជ្រីនេះណាជ្រីជាងនេះបាទជ្រីជាងនេះយើង texture មកបាទនេះខាងជ្រីជាងនេះបាទបងប្អូននេះបាទអានេះយើងយកនេះបងប្អូនពណ៌សដូចគ្នាណាពណ៌សដូចគ្នាបន្ទាប់មកយើងចូលបាំហើយ reflection បាទហើយ reflection នេះទាញឲ្យដល់ចុងតើបើយើង0.8 ណាកន្លែងនេះណាបងប្អូនបន្ទាប់មកបាំណាកន្លែងបាំយើងយក x ណា x ណា x ទៅណាបាត់ហើយបងប្អូននេះមើលសិន water tide cloth flow អត់អត់ឃើញបាទតើណាពីខ្លះហោជាអំបាំងកាយទៅណាបាទហើយនេះបងប្អូននេះយើងចូលនឹងហើយបន្ទាប់មកយើងយកអាកន្លែង UI unique type នេះបាទបងប្អូននេះយើងយក word unique ត្រូវបងប្អូននេះ word unique ហើយ send unique យើងយក 0.21 អូខេបាទប៉ុណ្្នឹងទេបងប្អូននេះរួចការស្រេចណាបាទបងប្អូននេះយើងចាក់ជ្រីអញ្ចាំងហ្នឹងណាបាទអូខេឥឡូវខ្ញុំបានចាក់ហើយកន្លែងជ្រីអញ្ចាំងនេះបាទជ្រីអញ្ចាំងបាទ
ok tao báo dân chạ này grow vô nè nè grow chơi vậy nè và chạ grow chơi nè một ổn nhưng chạ grow chơi chạ việc mạch ở việc a là việc lỗ nhá bạnนี่ให้ยังโจกอะไรสิทิ้งเอ้ยยังโยกอะไรนี่ดิฟชูเนี่ยบานนี่ยังบานโยหายให้ต่อมาอะไร represent บานอะไร represent มาโอเคบางคนนี่มันจะกระโดดมัดนะอะไรนั้นแบบบางติดนะยืงอะไร represent นี้ยืงที่ไงเราจองนี่มามันต่อมานี่ Fly reflection เนี่ย velocity เนี่ยយើងជ្រើសរើសបំបំ teacher ហ្នឹងបាទ teacher ហ្នឹងវាលេខមកណា teacher បំនេះបងប្អូននេះ teacher យើងត្រូវការចាក់ហ្នឹងអូខេបានចូលយកហើយនេះបាទបងប្អូនចាំតិចណាពុំណាការចាក់ហើយវាកៀងហ្មងបាទអូខេវា error បន្តិចទេបាទឥឡូវខ្ញុំបានចាក់ហើយបងប្អូននេះហើយចាក់ហ្នឹងហើយយើងយកបំណាបំខ្ញុំ copy វាទៅដាក់កន្លែងបំបាទកន្លែងបំ copy ដាក់កន្លែងបំហើយផាសមកអូខេហើយខ្ញុំយក 0.025 អូខេណាហើយមកដល់មកយើងចូលកន្លែង replacing velocity នេះវិញណាបងប្អូនចូលកន្លែងនោះវិញនេះអាកន្លែង color space នេះណាខ្ញុំយក custom gamma cross បាទហើយខ្ញុំទាញវាឲ្យមកនេះវាពណ៌សដើម្បីឲ្យមានពន្លឺភ្លើងបងប្អូនណាយក 2.5 មកបាទ 2.6 អូខេដូចគ្នាអត់អីទេណានេះយើងមើលឈើយើងនេះណាយើងមើលសាច់ឈើយើងមានភាពរលោងបាទបើយើងអត់ស្រែកឡើងហ្នឹងទេឈើយើងអត់រលោងទេឥឡូវខ្ញុំបញ្ចូលបងប្អូនតិចកន្លែងនេះបើយើងដាក់ត្រឹម0.ជាងណាបាទក្រូយើងគឺអត់រលោងទេណាព្រោះក្រូឈើយើងមានភាពរលោងបាទហើយក្រូឈើក្រូឈើចាស់អត់ស្អាតណាឥឡូវយើងយក 2.6 ណាបាទ 2.6 ណាឲ្យមានភាពសំណើមភាពស្អាតអញ្ចឹងណាអូខេឥឡូវខ្ញុំបានចាក់ក្រូឈើហើយបងប្អូននេះបាទនេះដូចគ្នាមើលចម្លងពណ៌វាសិនអូខេក្រូឈើជាមួយជើងចិននេះគឺដូចគ្នាឥឡូវយើងចាក់ក្រូបាតនេះណាក្រូបាតនេះក្រូបាតចាំបងប្អូនបន្តិចណាចាក់ក្រូបាតមួយតបមកយើងនេះចូលស្រែក្រូបាតយើងណា teacher យើងមានហើយណាគឺវាជាប់អូតូពីមុនមកបងប្អូននៅក្នុងហ្នឹងណាបន្ទាប់មកយើងយកនេះកន្លែងនេះតិចឲ្យដល់ចុងដល់មកកន្លែង reflection velocity នេះណាយើងយកក្រូបាតមកនៅណាយើងហៅមើលហើយក្រូបាតវាពណ៌នេះទៅណាក្រូបាតហ្នឹងអូខេនេះបងប្អូននេះណាអូខេណាហើយបន្ទាប់មកខ្ញុំ copy វាcopy ទៅបាំផាសឡើងបាំបាទមកខ្ញុំយក 0.05 បាទ 0.05 បាទអូខេបងប្អូនបន្ទាប់មកនេះខ្ញុំមកចូលកែណៃនេះណាកែនេះយើងយកដូចមិនដែរទៅគីឡូ custom gamma នេះហើយយើងយក2ណា 2.9 ណាអូខេហើយក្រូនោះវាមានភាពឆ្លោះបន្តិចបាទអូខេបងនេះអូខេអាហ្នឹងឥឡូវយើងចាក់អីទៀតណាយើងចាក់view មួយសិនបាទនៅអានេះមួយទៀតបងប្អូននេះអានេះ gold border ណាយើងចាក់វាឲ្យពណ៌មាសនឹងពណ៌មាសយើងធីកឲ្យដល់ចងនេះមកតមកយើងយកកន្លែង reflection IOR ហ្នឹងយើងយក99បាទ9តមកយើងស្រែវានេះមកមើលនេះ
bỏប្រាក់ហើយឥឡូវយើងដាក់ពណ៌មាសបាទនេះពណ៌មាសមកអូខេឥឡូវពណ៌មាសហើយរៀងភ្លឺបន្តិចមើលស្អាតពេកអូខេទាញយកក្រោមណាបាទពណ៌ស្ពាន់នេះអូខេនេះពណ៌មាសហើយបាទពណ៌មាសហើយឥឡូវយើងច្រឡងទៀតនេះអានេះកញ្ចក់វានេះបងប្អូននេះទាញដល់ចុងមកមកធ្វើកន្លែង represent ឲ្យអននឹងឡើងឆ្លោះខ្ញុំយក3ណាកញ្ចក់បាទឲ្យវាកាន់តែឆ្លោះបាទឲ្យកាន់តែចាំងបាទហើយចាំងឲ្យវាឆ្លោះស្អាតអានេះដូចគ្នាបងប្អូននេះយើងយកអូអានេះចាក់ហើយនេះអូខេវាដូចគ្នាជាមួយអានេះអាស៊ុំកញ្ចក់នេះដាក់មកកន្លែងនេះបងប្អូននេះហើយយើងយកកញ្ចក់ដែរអាហ្នឹងឲ្យវារលោងបាទឲ្យវារលោងអាហ្នឹងកែវបាទកែវអូខេនេះឥឡូវយើងចាក់ចាំមើលចាក់ថែមទៀតបងប្អូននៅកម្រាលប្រូសំទោសនៅវាំងណូនវាទៀតបងប្អូនហើយនៅសុំទ្វារសុំអីបងប្អូនណានៅច្រើនអូខេឥឡូវយើងចាក់នេះអូខេនេះយើងចាក់ដែកណាដែកយើងយកឲ្យ 0.8 មកនេះ 0.8 ដែរតែមកយើងថេកកន្លែងនេះមកយើងយកលេខ 2 បាទអូខេបងប្អូន2ណាហើយកញ្ចក់វាបាទកញ្ចក់វាដូចគ្នាមិញថេកនេះមកហើយយើងយក3ណា3ចាក់កញ្ចក់វាឲ្យវាឆ្លោះកាន់តែស្អាតបាទបងប្អូនតើយើងចាក់កម្រាលព្រំមកច្រឡំកម្រាលព្រំវាំងណូនចាក់ច្រឡំណាហើយនិយាយជាប់វល់រហូតអូខេឥឡូវខ្ញុំចាក់វាំងណូនណាហើយ teacher នេះខ្ញុំយកឡើង for off ណា for off for off ណាអូខេ for off តើមកខ្ញុំជ្រើសរើសវាំងណូនបាទ teacher វាំងណូននេះគ្នាមានហើយបងប្អូននេះកថែនណាឆាវាមកយកអានេះណាអូខេបងប្អូនតើបងខ្ញុំ copy ផាណា copy នេះមកផាអានេះខ្ញុំយកធម្មតាណា to far away អូខេហើយអានេះខ្ញុំយកយ៉ាងដិតអីទៅណាអានេះទៅអានេះស្ដារត្រូវហើយបាទអូខេបងប្អូនបាទដូចជាការស្រេចណាហើយបាំណាបាំស្រែឡើងបាំណាបងប្អូននេះបាំបងប្អូនហើយយើងយក 0.1 អូខេណាតែគណៈថាយើងចាក់បាទហើយយើងចាក់មួយទៀតណាវាំងណូនធ្លុះសាច់នេះវាំងណូនធ្លុះសាច់បាទធ្លុះសាយណាធ្លុះសាយវាអត់មានអីទេណាធ្លុះសាយនេះបងប្អូនឥឡូវយើងរកធ្លុះសាយសិនមានធ្លុះសាយអត់យើងរកពាក្យធ្លុះសាយសិនអានោះវាយរកពាក្យធ្លុះសាយបាទសំទោសបងប្អូនមិនរកពាក្យធ្លុះសាយទេរកពាក្យមួយណាខ្ញុំបង្កើតបាក់តេរីមួយសិននេះបាក់តេរីហើយយក generic បាទនេះហើយខ្ញុំដាក់ឈ្មោះវាសិនណាទៅថែមអូខេក៏ថែម1សម្រាប់ធូសាយអាហ្នឹងដាក់ធូសាយទៅសម្រាប់ធូសាយអូខេដាក់តែថែម1បានហើយព្រោះទៅទៀតខ្ញុំត្រូវដាក់ឈ្មោះមួយទៀតហើយឥឡូវយើង copy នេះការធូសាយមួយទៀតណាឲ្យហើយទៅបាទនៅមុខនេះខ្ញុំដាក់ content 1បាទឲ្យវាដូចចិត្តគ្នាទីខ្ញុំទៅច្រឡងវាចូល content 1អូខេនេះវាដូចចិត្តគ្នាបណ្ណាបាននៅលើនេះបាទបងប្អូននេះឥឡូវពណ៌នេះខ្ញុំយកពណ៌ដូចមុនហ្នឹងនេះពណ៌សនេះបាទអក្សរនេះមកអូខេប៉ណ្ណឹងបានហើយបន្ទាប់មកចូលឡើងធូសាយនេះបាទខ្ញុំយក content 1បាទ
ដាំដោយអក្សរ C ហូហើយនេះអាខាងក្រោយខ្ញុំយកដូចគ្នាបងប្អូននេះខ្ញុំអត់ទាន់បានឲ្យវាធុះសាច់ណាច្រឡំបាត់នេះបានលើអូខេឲ្យធុះសាយណាកម្រិតវាខ្ញុំយក30អានេះ30អូខេបន្តមកខ្ញុំ copy វានេះ use replacement ហើយខ្ញុំមកច្រឡំពណ៌នេះមកច្រឡំពណ៌ហើយខ្ញុំផាសណានេះរបស់វាខ្ញុំផាសមក replace insert នេះមកអូខេឥឡូវខ្ញុំផាសចូលទៅវាលោតចូលហើយតែវានៅដើរណានៅដើរនេះក្នុងការចាក់វាំងណូនបាទរបៀបចាក់ធុសាយបាទបងប្អូនដូចចាក់ច្រើនទៀតបងប្អូននេះអត់តន់ហើយទេពីមុនខ្ញុំបានចាក់នេះហើយអាបែកក្រៅខាងក្រៅហ្នឹងបាទពន្លឺឲ្យវាធ្វើឲ្យវាមានពន្លឺបាទខ្ញុំប្រើ Expressio បាទហើយវាំងណូនយើងចាក់ធុសាយដើម្បីវាធុសាច់ខាងក្នុងនេះបាទហើយចាក់ក្រោឈើចាក់វាមិនខ្ញុំបានប្រាប់ឲ្យមិញបាទបងប្អូនហើយចាក់ចាំងស្អីហ្នឹងបងប្អូនពេលយើងចាក់ចឹងទៅវាធ្វើឲ្យការងារយើងកាន់តែស្អាតហើយកាន់តែថាមើលទៅវាគួរចាប់អារម្មណ៍របស់អតិថិជនណាបងប្អូនអូខេឥឡូវពេលខ្ញុំចាក់ហើយវាមានបញ្ហាកុងទ័របន្តិចអូខេមកនេះការ render ពេលរាត្រីបងប្អូនចាក់ពុះមិនពេលយប់មិនអូខេបាទអូខេឥឡូវវាលេងអីហើយបងប្អូនកុងទ័រខ្ញុំវាចង់ error ឥឡូវបាទអូខេអត់អីទេបងប្អូនណាមេរៀនការចាក់ម៉ាត់រីខ្ញុំគិតថាប៉ុណ្្នឹងសិនបងប្អូនណាចាំតទៅវគ្គក្រោយទៀតអំពីម៉ាត់រីផ្សេងទៀតយើងត្រូវចាក់អូខេអរគុណសូមបងប្អូនជួបគ្នានៅវគ្គក្រោយអរគុណបាទ